ហូឡង់បញ្ជាក់ពីការផ្ទេរយន្តហោះចម្បាំង F-16 ជើងចុងក្រោយទៅឲ្យអ៊ុយក្រែនយោងតាមសេចក្តីរាយការណ៍ដោយសារព័ត៌មាន Bulgarian Military កាលពីថ្ងៃទី26 ឧសភាបានឲ្យដឹងថាប្រទេសហូឡង់បានបញ្ជូនយន្តហោះចម្បាំង F-16 Falcon ជើងចុងក្រោយដែលនាំឲ្យចំនួនសរុបទៅឲ្យអ៊ុយក្រែនកើនដល់ចំនួន24គ្រឿងដែលជាកញ្ចប់ចុងក្រោយទៅឲ្យអ៊ុយក្រែនរដ្ឋមន្ត្រីការពារជាតិហូឡង់លោក Ruben Brekelmans បានប្រកាសដូចនេះក្នុងអំឡុងពេលលោកបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ហូឡង់ WNL OP Sondag កាលពីថ្ងៃទី26ឧសភាការប្រកួតយន្តហោះចម្បាំង F-16 Falcon គឺជាការឆ្លើយតបទៅនឹងការសន្យារបស់ប្រទេសហូឡង់ក្នុងការបន្តគាំទ្រការការពាររបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដែលកំពុងបន្តនៅលើទឹកដីអ៊ុយក្រែនហើយក៏ត្រូវបានចូលរួមដោយសម្ព័ន្ធមិត្ត NATO ផ្សេងទៀតរួមមានប្រទេសដាណឺម៉ាក បែលហ្សិកនិងន័រវេសដែលបានសន្យាថានឹងបញ្ជូនយន្តហោះ F-16 រាប់សិបគ្រឿងទៀតទៅកាន់ទីក្រុងគៀវប្រទេសដាណឺម៉ាកបានសន្យាថានឹងបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន19គ្រឿងខណៈដែលបែលហ្សិកបានសន្យាថានឹងបញ្ជូនចំនួន30គ្រឿងទៅឲ្យអ៊ុយក្រែននៅឆ្នាំ2028ហើយប្រទេសន័រវេសបានសន្យាថាយ៉ាងហោចណាស់ចំនួន12គ្រឿងនឹងត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែនឆាប់ៗនេះការផ្គត់ផ្គង់យន្តហោះចម្បាំងទៅឲ្យអ៊ុយក្រែននេះត្រូវបានធ្វើឡើងក្នុងគោលដៅពង្រឹងសមត្ថភាពនៃកងទ័ពរបស់អ៊ុយក្រែនចំពេលដែលកងកម្លាំងរុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកវាយប្រហារទៅលើទីក្រុងនានារបស់អ៊ុយក្រែនលោក Brekelmans បានសង្កត់ធ្ងន់ថាការបន្តផ្គត់ផ្គង់នៃយន្តហោះចម្បាំង F-16 ទៅឲ្យអ៊ុយក្រែននេះគឺផ្ដោតទៅលើស្ថានភាពបន្ទាន់ខណៈដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅតែបន្តសង្គ្រាមឈ្លានពាននិងមិនបានបង្ហាញពីចេតនាក្នុងការទទួលយកបទឈប់បាញ់ជាមួយអ៊ុយក្រែនជាមួយនឹងការបញ្ជូនយន្តហោះចម្បាំង F-16 ទៅឲ្យអ៊ុយក្រែនវាក៏ត្រូវបានជួយកម្មវិធីវឹកវើយ៉ាងទូលំទូលាយសម្រាប់អ្នកបើកយន្តហោះនិងអ្នកបច្ចេកទេសអ៊ុយក្រែនជាចម្បងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល F-16 អឺរ៉ុបនៅទីក្រុង Pitești ប្រទេសរ៉ូម៉ានីយន្តហោះចម្បាំង F-16 Falcon ដែលត្រូវបានផលិតដោយក្រុមហ៊ុន Lockheed Martin ត្រូវបានគេដឹងថាវាមានពហុតួនាទីជាមូលដ្ឋានគ្រឹះនៃកងកម្លាំងទ័ពអាកាសលោកខាងលិចចាប់តាំងពីការដាក់ឲ្យប្រើប្រាស់នៅចុងទសវត្សរ៍ឆ្នាំ1970មកម្លេះយន្តហោះ F-16 របស់ហូឡង់ត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែនជាលើកដំបូងក្នុងខែតុលាឆ្នាំ2024បន្ទាប់មកហូឡង់បានបន្តការចែកចាយបន្ថែមទៀតនៅក្នុងខែកុម្ភៈនិងខែមេសាឆ្នាំ2025យ៉ាងណាអ៊ុយក្រែនបានបាត់បង់យ៉ាងហោចណាស់ F-16 ចំនួន3គ្រឿងរួចមកហើយដែលយន្តហោះចម្បាំង F-16 មួយគ្រឿងត្រូវបានបាត់បង់នៅក្នុងខែសីហាឆ្នាំ2024ទំនងជាដោយសារតែកំហុសអ្នកបើកយន្តហោះនិងពីរទៀតត្រូវបានបាត់បង់នៅក្នុងខែមេសានិងដើមខែឧសភាឆ្នាំ2025ចំពោះអ្នកបណ្ដុះបណ្ដាលដល់អ្នកបើកយន្តហោះអ៊ុយក្រែនត្រូវបានគេមើលឃើញថាវានៅតែជាឧបសគ្គដ៏សំខាន់ខណៈដែលអ្នកបើកយន្តហោះអ៊ុយក្រែនដែលទម្លាប់ប្រើប្រាស់ជាមួយយន្តហោះសម័យសូវៀតត្រូវតែសម្របខ្លួនទៅនឹងប្រព័ន្ធស្មុគស្មាញរបស់ F-16 ដែលរួមមានអេក្រង់បង្ហាញក្បាលការគ្រប់គ្រងហោះហើរដោយខ្សែនិងអេក្រង់ពហុមុខងារមជ្ឈមណ្ឌលវឹកវើ F-16 របស់អឺរ៉ុបនៅប្រទេសរ៉ូម៉ានីគាំទ្រដោយប្រទេសហូឡង់បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងនេះដែលបណ្ដុះបណ្ដាលអ្នកបើកយន្តហោះនិងបុគ្គលិកថែទាំនិងត្រួតពិនិត្យយន្តហោះរដ្ឋមន្ត្រីការពារជាតិហូឡង់លោក Brekelmans ក៏បានកត់សម្គាល់ថាហូឡង់ក៏កំពុងចែករំលែកគោលលទ្ធិយោធាដែលចូលបកសម្ព័ន្ធ NATO ដើម្បីជួយអ៊ុយក្រែនក្នុងការកសាងកម្លាំងទ័ពអាកាសទំនើបផងដែរយ៉ាងណាការដឹកជញ្ជូនយន្តហោះចម្បាំង F-16 ពីប្រទេសដទៃទៀតក្រៅពីសហរដ្ឋអាមេរិកត្រូវបានគេទទួលស្គាល់ថាវាជាឧបសគ្គមួយដែលបានបង្ហាញពីបញ្ហាប្រឈមផ្នែកដឹកជញ្ជូនចំពេលដែលមានភាពតានតឹងនៃសង្គ្រាមកំពុងកើនឡើងការផ្ទេរយន្តហោះ F-16 នេះបានឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ NATO ឆ្ពោះទៅរកការបំពាក់ប្រព័ន្ធអ៊ុយក្រែនជាមួយប្រព័ន្ធលោកខាងលិចដោយបានតម្រឹមយោធារបស់ទីក្រុងគៀវជាមួយនឹងស្តង់ដារសម្ព័ន្ធមិត្តជាមួយគ្នានេះប្រទេសហូឡង់ដាណឺម៉ាកនិងបែលហ្សិកក៏កំពុងធ្វើការផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ខ្លួនពីការបញ្ជូនកងយន្តហោះ F-16 ទៅជាការបញ្ជូននៅយន្តហោះ F-35 Lightning II ចំនួនទី5ទៅឲ្យអ៊ុយក្រែនវិញម្ដងនៅពេលអនាគតការបដិញ្ញាចិត្តរបស់ហូឡង់ដែលរួមបញ្ចូលទាំងថវិកាទំហំ80លានអឺរ៉ូសម្រាប់គ្រឿងបន្លាស់និងឧបករណ៍ថែទាំបានបញ្ជាក់ពីសារៈសំខាន់នៃនិរន្តរភាពដោយសារតែអ៊ុយក្រែនមិនអាចពឹងផ្អែកទៅលើយន្តហោះថ្មីដែលគ្មានខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំនោះទេទន្ទឹមគ្នានេះការចូលរួមចំណែករបស់ន័រវេសក្នុងការផ្ទេរយន្តហោះ F-16 យ៉ាងហោចណាស់12គ្រឿងត្រូវបានគេមើលឃើញថាវាក៏ជាការពង្រឹងសមត្ថភាពដែនអាកាសរបស់អ៊ុយក្រែនបន្ថែមមួយផ្សេងទៀតផងដែរចំណែកឯការសន្យារបស់បែលហ្សិកក្នុងការផ្គត់ផ្គង់យន្តហោះ F-16 ចំនួន30គ្រឿងទៅឲ្យអ៊ុយក្រែននៅឆ្នាំ2028ក៏បានបង្ហាញពីសារៈសំខាន់ក្នុងការបដិញ្ញាចិត្តរយៈពេលវែងបើទោះបីជាវាមិនអាចដោះស្រាយនៅតម្រូវការជាបន្ទាន់របស់អ៊ុយក្រែនក៏ដោយក្តីការបាត់បង់យន្តហោះ F-16 របស់អ៊ុយក្រែនក្នុងឧបទ្ទវហេតុនៃការប្រយុទ្ធនិងការវឹកវើបានបង្កឲ្យមានការព្រួយបារម្ភអំពីល្បឿននៃការធ្វើសមាហរណកម្មនិងហានិភ័យនៃការដាក់ពង្រាយអាកាសយានិកដែលមានបទពិសោធន៍មានកម្រិតលោក Brekelmans ក៏បានទទួលស្គាល់នៅក្នុងខែសីហាឆ្នាំ2024ថាអាកាសយានិកអ៊ុយក្រែនខ្វះជំនាញសម្រាប់បេសកកម្មមួយចំនួនដូចជាប្រតិបត្តិការតាមផ្លូវអាកាសជាដើមហូឡង់ត្រូវបានគេដឹងថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រលើវិស័យការពារជាតិរបស់អ៊ុយក្រែនក្រៅពីការកត់ផ្គង់នៅយន្តហោះចម្បាំងដល់អ៊ុយក្រែនប្រទេសនេះក៏បានវិនិយោគក្នុងទំហំថវិកា400លានអឺរ៉ូក្នុងការអភិវឌ្ឍរួមគ្នាជាមួយអ៊ុយក្រែនដោយផ្ដោតលើយន្តហោះគ្មានមនុស្សបើកកម្រិតខ្ពស់សម្រាប់ការឆ្លប់យកការនិងការប្រយុទ្ធផងដែរគំនិតដូចផ្ដើមនេះ
បានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Breckelman ទៅកាន់ទីក្រុងគៀវក្នុងខែតុលាឆ្នាំ2024ឆ្លុះបញ្ចាំងពីការទទួលស្គាល់ថាការប្រយុទ្ធតែម្នាក់ឯងរបស់ទីក្រុងគៀវមិនអាចដោះស្រាយការគំរាមកំហែងពីសត្រូវបាននោះទេហូឡង់ក៏បានចូលរួមចំណែកផ្គត់ផ្គង់ប្រព័ន្ធរ៉ាដានិងសមាសធាតុសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ទៅឲ្យអ៊ុយក្រែនផងដែរទោះបីជាប្រព័ន្ធ Patriot មិនទាន់លេចចេញជារូបរាងពេញលេញនៅឡើយដោយសារបញ្ហាការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តផ្សេងទៀតការបញ្ជូនយន្តហោះ A-16 បង្ហាញការបដិញ្ញាចិត្តរបស់ NATO ក្នុងការទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីប៉ុន្តែពួកគេក៏បង្ហាញពីគម្លាតនៃរយៈពេលនៅក្នុងការបញ្ជូនយន្តហោះចម្បាំង A-16 ទៅឲ្យអ៊ុយក្រែនផងដែរដែលធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពអ៊ុយក្រែនក្នុងវិស័យការពារជាតិចំពេលដែលរុស្ស៊ីកំពុងបង្កើនការវាយប្រហារទៅលើអ៊ុយក្រែនការដាក់ពង្រាយប្រព័ន្ធទំនើបរបស់រុស្ស៊ីដូចជាកាំជ្រួចបាញ់បង្ហោះតាមអាកាសថ្មីជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្របានបន្ថែមឲ្យមានភាពស្មុគស្មាញមួយទៀតដោយសារយន្តហោះ A-16 របស់អ៊ុយក្រែនអាចប្រឈមនឹងការគំរាមកំហែងលើសពីការការពារដែនអាកាសធម្មតាការប្រកល់យន្តហោះ A-16 ក្នុងកញ្ចប់ចុងក្រោយរបស់ប្រទេសហូឡង់ត្រូវបានគេមើលឃើញថាយន្តហោះនេះត្រូវបានបន្ថែមសមត្ថភាពពហុតួនាទីដោយផ្ដល់ជម្រើសថ្មីដល់អ៊ុយក្រែនសម្រាប់ការពារដែនអាកាសរបស់ខ្លួនដោយការវាយលុករបស់រុស្ស៊ីប៉ុន្តែយ៉ាងណាប្រសិទ្ធភាពរបស់វាក៏បានពឹងផ្អែកទៅលើការបណ្ដុះបណ្ដាលអ្នកបើកបរយន្តហោះផងដែរ A-16 ជាប្រភេទយន្តហោះចម្បាំងម៉ាស៊ីនមួយកៅអីមួយឬកៅអីពីររបស់អាមេរិកតែមានមុខងារពហុជំនាញក្នុងការប្រយុទ្ធជាមួយគូសត្រូវដ៏ខ្លាំងក្លាសមត្ថភាពប្រយុទ្ធរបស់វាអាចកំណត់គោលដៅបានយ៉ាងច្បាស់ទោះស្ថិតនៅក្នុងស្ថានភាពអាកាសធាតុបែបណាក៏ដោយសារតែវាបំពាក់ដោយបច្ចេកវិទ្យាទំនើបA-16 អាចហោះហើរបានចម្ងាយជាង860គីឡូម៉ែត្រនិងអាចបញ្ជូនអាវុធរបស់ខ្លួនជាមួយនឹងគោលដៅជាក់លាក់ត្រឹមត្រូវខ្ពស់អាចការពារខ្លួនប្រឆាំងនឹងយន្តហោះសត្រូវនិងត្រឡប់ទៅចំណុចចាប់ផ្ដើមរបស់វាវិញបានយ៉ាងល្អវាអាចផ្ទុកគ្រាប់មីស៊ីលបាន6គ្រាប់និងគ្រាប់បែកជាច្រើនរយគ្រាប់ក្នុងការប្រតិបត្តិការមួយលើកA-16 នេះចាប់ផ្ដើមផលិតឡើងនៅក្នុងឆ្នាំ1974ដោយក្រុមហ៊ុន General Dynamics លុះចូលមកដល់ឆ្នាំ1993ដល់1995ក្រុមហ៊ុន Lockheed Corporation ផ្ដើមផលិតបន្តហើយចុងក្រោយចាប់ពីឆ្នាំ1995ដល់បច្ចុប្បន្នក្រុមហ៊ុន Lockheed Martin ជាអ្នកផលិតវិញហើយមកដល់បច្ចុប្បន្នយន្តហោះចម្បាំងដ៏មានប្រសិទ្ធភាពមួយនេះមានចំនួន4604គ្រឿងនៅក្នុងសមរភូមិប្រយុទ្ធវិញកងទ័ពអាកាសអាមេរិកបានប្រើ A-16 ហោះហើរក្នុងប្រតិបត្តិការព្យុះវាលខ្សាច់ក្នុងឆ្នាំ1991និងនៅតំបន់បាល់កង់ក្រោយទសវត្សរ៍ឆ្នាំ1990 F-16 បានចូលរួមប្រយុទ្ធក្នុងអំឡុងសង្គ្រាមនៅអាហ្វហ្គានីស្ថាននិងសង្គ្រាមនៅអ៊ីរ៉ាក់ពីឆ្នាំ2001និង2003ផងដែរហើយរហូតដល់ឆ្នាំ2011យន្តហោះ A-16 បានចូលរួមក្នុងអន្តរាគមន៍នៅលីប៊ីម្ដងទៀតល្បឿនយន្តហោះនេះមានល្បឿនលឿនជាងសម្លេង2ដងពេលវេលានៃការបញ្ជូនយន្តហោះ A-16 របស់ហូឡង់ជើងចុងក្រោយក៏ស្របពេលដែលរុស្ស៊ីកំពុងបង្កើនការវាយប្រហារពីលើអាកាសរួមទាំងការវាយប្រហារទ្រង់ទ្រាយថ្មីៗនេះជាមួយនឹងយន្តហោះគ្មានមនុស្សបើកជិត355គ្រឿងនិងកាំជ្រួចចំនួន68គ្រាប់ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់12នាក់នៅទូទាំងប្រទេសនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថាក្នុងអំឡុងការវាយប្រហារថ្មីចុងក្រោយខាងលើរុស្ស៊ីបានប្រើប្រាស់យន្តហោះ Drone Shahid សរុប355គ្រឿងរួមជាមួយមីស៊ីលគ្រូស9គ្រាប់ខណៈមិនទាន់មានការបញ្ជាក់ពីមនុស្សរងគ្រោះថ្នាក់ឬទំហំនៃការខូចខាតនៅឡើយនោះទេវាកើតឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ីបានប្រើ Drone 298គ្រឿងនិងមីស៊ីល69គ្រាប់ក្នុងការវាយប្រហារដ៏ធ្ងន់ធ្ងរ